ក្នុងការប្រៀបធៀបចំនួនគេប្រៀបធៀបគ្នាលើតម្លៃលេខតាមខ្ទង់ពីធំទៅតូចឧទាហរណ៍ខ្ទង់លានលេខ3មានតម្លៃស្មើនឹងលេខ3ខ្ទង់សែនលេខ2មានតម្លៃស្មើនឹងលេខ2ខ្ទង់ម៉ឺនលេខ5មានតម្លៃស្មើនឹងលេខ5ខ្ទង់ពាន់លេខ6មានតម្លៃតូចជាងលេខ7ដូចនេះនាំឲ្យចំនួន3,256,401មានតម្លៃតូចជាងចំនួន3,257,250នៅពេលដែលយើងចេះប្រៀបធៀបចំនួនយើងក៏អាចឈានទៅរៀបលំដាប់ចំនួនដែរយើងត្រូវយកតម្លៃលេខតាមខ្ទង់នីមួយៗនៃចំនួនទាំងនោះមកប្រៀបធៀបគ្នាតាមលំដាប់ពីខ្ទង់ធំទៅខ្ទង់តូចបើតម្លៃលេខតាមខ្ទង់នៃចំនួនណាតូចជាងគេចំនួននោះត្រូវតូចជាងគេផ្ទុយទៅវិញបើតម្លៃលេខតាមខ្ទង់ណាដែលធំជាងគេចំនួននោះត្រូវធំជាងគេដែរលំហាត់ទី1តើចំនួន3,257,550ធំជាងចំនួន3,256,401នៅត្រង់ខ្ទង់ណាចូលគូសចម្លើយត្រឹមត្រូវទី2ហេតុអ្វីបានជាការប្រៀបធៀបចំនួនគេចាប់ផ្ដើមប្រៀបធៀបតម្លៃលេខពីខាងខ្ទង់លានទៅមុនចូលគូសចម្លើយមួយដែលត្រឹមត្រូវជាងគេទី3ចូលគូសចម្លើយត្រឹមត្រូវទី4ចូលជ្រើសរើសចំនួនដែលមានតម្លៃខ្ពស់ជាងគេនៅក្នុងប្រអប់ខាងក្រោម